Yo, số đây làថ្ងៃនេះយើងមកលេង Grow Garden ហើយថ្ងៃនេះខ្ញុំបានរៀបចំ Garden របស់ខ្ញុំពីចង្អៀតទៅទូលាយបែបនេះមុននឹងចូលទៅដល់វីដេអូមួយនេះអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe និង Like ទៅលើវីដេអូនេះម្នាក់មួយតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នា Garden របស់ខ្ញុំវាមិនមានដើមឈើជាច្រើនទេគ្រាន់តែវារៀងរញ៉េរញ៉ៃខ្ញុំចង់ដូរវាឲ្យរៀងទូលាយនិងដកដើមឈើចេញខ្លះដើមឈើដែលខ្ញុំត្រូវដកនោះគឺដើមដូងហើយនិងដើមស្វាយហើយដើមមួយទៀតគឺជាដើម Dragon ហ្នឹងឯងអ្នកគ្នាយើងដកវាចេញចោលទៅព្រោះវារៀងញ៉ៃញ៉ៃដែរខ្ញុំក៏បានកែដើមឈើខ្លះចេញផងដែរដើម្បីឲ្យមើលទៅវារៀងទូលាយដូចជាដើមនេះអីយើងត្រូវដកចេញទៅព្រោះវាលក់មិនសូវបានថ្លៃខ្ញុំក៏បានលើកដើមស្វាយយកមកក្រោយឲ្យមើលទៅរៀងទូលាយព្រោះដាក់នៅមុខវាអត់សូវទូលាយទេវារៀងចង្អៀតដើម្បីហ្នឹងគឺគេលក់សណ្តែកដីគឺខ្ញុំធ្វើការទៅទេសណ្តែកដីគឺតម្លៃ 10M បាទបន្ទាប់មកខ្ញុំក៏បានទៅទិញអីវ៉ាន់ដើម្បីរៀបចំនៅ Garden របស់ខ្ញុំបាទគឺខ្ញុំសូមធ្វើការដាក់ speed up ហើយដើម្បីឲ្យមើលទៅរៀងលឿនកុំឲ្យអ្នកទាំងអស់គ្នាមើលទៅរៀងសាំញ៉ាំត្រង់នេះខ្ញុំគិតថាខ្ញុំចង់ដាក់កងតែខ្ញុំ3ប៉ុន្តែខ្ញុំមានតែ2អញ្ចឹងខ្ញុំដាក់2បណ្ដោះអាសន្នចាំខ្ញុំដាក់មួយទៀតនៅវីដេអូក្រោយនិងអាប់ដេតបន្ថែមទៅលើ Garden របស់ខ្ញុំខ្ញុំមានកៅអីស្រាប់ចឹងខ្ញុំអត់ទិញកៅអីទៀតទេមុំតែអស់លុយខ្ញុំក៏បានទិញរបស់របរថែមទៅដាក់នៅក្នុង Garden របស់ខ្ញុំបន្ទាប់ពីខ្ញុំរៀបចំនៅទីនេះរួចខ្ញុំក៏បានរៀបចំកន្លែងខាងមុខយោវីដេអូយើងក៏បានឈានទៅដល់ទីបញ្ចប់ដែរជម្រាបលាបាយបាយកុំភ្លេច Subscribe និង Like ទាំងអស់គ្នា